អ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់អត់ហេតុអីបានជាថាណូសសុកចំណាយពេលរាប់សិបឆ្នាំអង្គុយលើកៅអីហោះរបស់គាត់ធ្វើមិនដឹងមិនលឺទាំងតែគាត់ខ្លួនឯងអាចដើរប្រមូល Infinity Zone តាំងពីយូរខ្ញុំចង់មានន័យថាបើយើងគិតមើលទៅគាត់មានកងទ័ពមហាសាលគាត់មានកូនធម៌របស់គាត់ខ្លាំងដូចជា Gamora និង Nebula ជាដើមហើយគាត់ថែមទាំងធ្លាប់មាន Milestone ទៀតនៅក្នុងដៃចុះហេតុអីបានជាគាត់ចាំរហូតដល់ឆ្នាំ2018នៅក្នុងរឿង Avenger Infinity War ទើបគាត់សម្រេចចិត្តចេញមុខប្រមូល Infinity Stone ដោយខ្លួនបើយើងមើលឲ្យមែនតែនទៅវាមិនមែនដោយសារគាត់ខ្ជិលឬក៏គាត់មិនបានត្រៀមខ្លួននោះទេបើក៏លេខទៅមើល timeline របស់ MCU ឲ្យមែនតែនទៅអ្នកទាំងអស់គ្នានឹងឃើញថា Thanos គាត់គឺជាអ្នកយុទ្ធសាស្ត្រដ៏ប្រកែកម្នាក់គាត់មិនមែនតែត្រឹមតែជាយក្សពណ៌ស្វាយ Titan ដែលមានកម្លាំងបាយខ្លាំងទេគាត់គឺជាមនុស្សម្នាក់ដែលចេះរងចាំឱកាសហើយឱកាសដែលគាត់រងចាំនោះគឺការរលាយបាត់បងនៃកម្ពុជាអ្នកការពារទាំង3ក្នុងសកលតោះឥឡូវមកសាកគិតមើលទាំងអស់គ្នាកាលពីមុនឆ្នាំ2018តើមាននរណាខ្លះដែលអាចទប់ទល់ជាមួយនឹង Thanos បានម្នាក់ដែលអ្នកទាំងអស់គ្នានឹកឃើញមុនគេនោះគឺ Odin គឺជាព្រះដែលសាហាវបំផុតដរាបណា Odin នៅការពារ The Nine Realms ហើយមានកងទ័ព Asgard ដ៏ខ្លាំងក្លា Thanos ដឹងខ្លួនច្បាស់ណាស់ថាបើគាត់ចេញមុខមកដណ្ដើម Stone ពេលហ្នឹងវាមិនខុសអីពីការប្រកាសសង្គ្រាមចំជាមួយ Asgard នោះទេហើយ Thanos មិនមែនល្ងងដល់ថ្នាក់ទៅច្បាំងជាមួយស្ដេចដែលធ្លាប់វាយឈ្នះសកលលោកទាំងមូលកាលពីសម័យដើមជាមួយ Hela នោះទេហើយវាមិនមែនមានតែ Odin ម្នាក់ឯងនោះទេយើងនៅមាន The Ancient One ទៀតអ្នកទាំងអស់គ្នាដឹងស្រាប់ហើយថាគ្រូមុខកម្ពុជាម្នាក់នេះការពារផែនដីនិង Time Stone យ៉ាងស្អិតរមួតខ្លាំង Thanos ប្រហែលជាដឹងពីអានុភាពនៃមន្តអាគមរបស់ The Ancient One ដែលបញ្ជូនគាត់ទៅ Dimension ផ្សេងទៀតបានគ្រប់ពេលវេលាអញ្ចឹងគាត់មកផែនដីទាំងដែល The Ancient One នៅរស់អញ្ចឹងច្បាស់ណាស់ផែនការផ្ទាត់ដៃ The Snap របស់គាត់នឹងអាចរលាយតាំងពីគាត់មិនទាន់ចាប់ផ្ដើមមកអញ្ចឹងយើងទៅមើលក្នុងឆ្នាំ2017និងដើមឆ្នាំ2018វិញមានរឿងអីកាត់ឡើងខ្លះ The Ancient One បានស្លាប់ក្នុងរឿង Doctor Strange Ego ត្រូវបានក្រុម Guardian of the Galaxy កម្ចាត់ចោលហើយអ្វីដែលសំខាន់នោះ Odin បានសោយទីមង្គតហើយ Asgard ក៏ត្រូវបំផ្លាញដោយ Ragnarok នេះហើយគឺជាភ្លើងខៀវសម្រាប់ Thanos ឧបសគ្គធំទាំង3ត្រូវបានជំរះចេញពីផ្លូវរបស់គាត់ដោយចៃដន្យបំផុតបើសិនអ្នកទាំងអស់គ្នាជា Thanos ប្រហែលជាអ្នកទាំងគ្នាមិនរងចាំទៀតតែចាំតិចវាមានហេតុផលមួយទៀតដែលសំខាន់មិនចាញ់រឿងអ្នកការពារទាំងអស់នោះទេនោះគឺទីតាំងរបស់ Soul Stone នេះគឺជា Stone ដែលអាចគាត់ Thanos ចំណាយពេលរាប់ឆ្នាំដើម្បីរកវាតែរកមិនឃើញគាត់បានបញ្ជូន Gamora ឲ្យទៅរកហើយ Gamora ពិតជាបានរកឃើញប៉ុន្តែនាងបានលាក់វាហើយហូតកុហកគាត់ Thanos មិនចង់ចេញមុខខ្លាំងពេកទេដរាបណាគាត់មិនទាន់ដឹងច្បាស់ថា Soul Stone នៅព្រោះបើគាត់ប្រមូលបាន5គាត់ហើយតែខ្វះគ្រាប់ទី6នោះសត្រូវរបស់គាត់នឹងមានពេលរៀបចំខ្លួនទប់ទល់មានចំណុចមួយដែលខ្ញុំចាប់អារម្មណ៍ខ្លាំងចងចាំកាលពី Avenger វគ្គ1ទេ Thanos បានឲ្យ Mind Stone ទៅ Loki ដើម្បីឲ្យ Loki មកវាយផែនដីដណ្ដើមយក Space Stone ទៅ Tesseract ចុះហេតុអីបានជា Thanos ហ៊ានយក Stone ដែលមានក្នុងដៃស្រាប់ទៅឲ្យគេនិយាយឲ្យស្រួលទៅគាត់គឺចង់ប្រើវិធីសាស្ត្រស្ទូចត្រីគាត់ចង់ដឹងថាតើនៅផែនដីមាននរណាខ្លះការពារតើកម្លាំងទប់ទល់កម្រិតខ្លាំងកម្រិតគាត់ប្រើ Loki ជាកូនអុកដើម្បីធ្វើតេស្តសមត្ថភាពសត្រូវរបស់គាត់ហើយលទ្ធផលគឺ Loki ចាញ់ដែលវាកាន់តែធ្វើឲ្យ Thanos ប្រុងប្រយ័ត្នប្រយែងច្រើនជាងមុនគាត់ដឹងថាផែនដីមិនមែនធម្មតាទេព្រោះមានពួកតើអ្នកទាំងអស់គ្នាឡប់គិតទេថាហេតុអីបានជា Thanos ឲ្យ E3 ស្ដេចតឿននៅ Nidavellir ធ្វើ Infinity Gauntlet ឲ្យគាត់នៅពេលតាមការវិភាគរបស់ខ្ញុំ Thanos ប្រហែលជាលួចទៅ Nidavellir បន្ទាប់ពី Odin ចាប់ដើមចុះខ្សោយឬក៏ក្នុងកំឡុងពេលដែល Asgard កំពុងមានបញ្ហាផ្ទៃគាត់បង្ខំឲ្យ E3 ធ្វើស្រោបដៃហើយបន្ទាប់មកគាត់ក៏សម្លាប់ពួកយក្សតឿទាំងអស់ត្រង់នេះហើយដែលបង្ហាញថាគាត់បានរៀបចំទុកជាមុនគាត់ត្រូវការឧបករណ៍ដែលលើសពីកម្លាំងធម្មតាដើម្បីគ្រប់គ្រងថាមពល Stone ទាំង6និយាយដល់រឿងនេះខ្ញុំនឹកដល់ពាក្យមួយឃ្លារបស់ Avenger Age of Ultron នៅក្នុងវគ្គ Post Credit ដែល Thanos គាត់និយាយថា Fine I will do it myself ពាក្យនេះវាមានន័យជ្រៅណាស់វាមិនមែនគ្រាន់តែការធុញទ្រាន់នឹងកូនចៅដែលធ្វើការមិនកើតដូចជា Loki ឬក៏ Ronan នោះទេប៉ុន្តែវាគឺជាការសម្រេចចិត្តបន្ទាប់ពីគាត់ដឹងថាគ្មាននរណាអាចទុកចិត្តបានហើយសភាពការនៅក្នុងសកលលោកកំពុងតែអំណោយផលដល់រូបគាត់ទៀតម្យ៉ាងនេះទៀតបើនិយាយពីខាងក្នុងចិត្តគំនិតរបស់ Thanos វិញគាត់មិនមែនចង់គ្រាន់តែសម្លាប់មនុស្សលេងទេគាត់ជឿជាក់លើ
បេសកកម្មរបស់គាត់ខ្លាំងគាត់គិតថាខ្លួនឯងគឺជាអ្នកសង្គ្រោះសកលលោកពីការខ្វះខាតធនធានកាលដែលគាត់រងចាំគឺដើម្បីឲ្យប្រកាសថានៅពេលដែលគាត់ធ្វើគាត់នឹងទទួលបានជោគជ័យ 100% ទោះក្នុងចិត្តរបស់គាត់ដឹងថាបើគាត់បរាជ័យលើកនេះវានឹងគ្មានឱកាសលើកទី2សម្រាប់សកលលោកនេះទៀតទេសាកគិតមើលទៅបើថានោះមកផែនដីតាំងពីឆ្នាំ 2012 ជាមួយកងទ័ព Chitauri ដោយខ្លួនឯងប្រហែលជា Iron Man, Thor និង Captain America មិនទាន់មានបទពិសោធន៍គ្រប់គ្រាន់ដើម្បីទប់ទល់ទេតែថានោះក៏មិនច្បាស់ដែរតើមានកម្ពុជាមនុស្សផ្សេងទៀតលាក់ខ្លួននៅក្នុងផែនដីឬក៏អត់ការរងចាំរបស់គាត់គឺជាការប្រមូលពណ៌គាត់តាមដានរាល់ចលនារបស់ Stone នីមួយគាត់ដឹងថា Power Stoneនៅ Zenda គាត់ដឹងថា Reality Stone នៅជាមួយ The Collector គាត់ដឹងច្បាស់ថា Space Stone នៅ Asgard ហើយត្រង់នេះហើយដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលដែល Thor Ragnarok ចប់ភ្លាមនាវាហោះរបស់ Thanos ក៏លេចឡើងមុខមកភ្លាមវាមិនមែនជារឿងចៃដន្យទេគាត់បានចាំមើលពីចម្ងាយតាំងពីការប្រយុទ្ធរវាង Thor និង Hela មកគាត់ដឹងថា Asgard ត្រូវបំផ្លាញហើយ Thanos គាត់ក៏ដឹងច្បាស់ថា Space Stone ស្ថិតនៅនាវាជាមួយ Loki ដែរនេះគឺជាពេលវេលាដ៏ល្អឥតខ្ចោះបំផុតគ្មាន Odin គ្មានកងទ័ព Asgard គ្មានផ្ទះសម្បែងគឺនៅសល់តែជនភៀសខ្លួនដែលងាយនឹងកម្ចាត់សរុបមកវិញថានោះមិនបានរងចាំដោយសារតែភាពភ័យខ្លាចនោះទេតែគាត់រងចាំដោយសារប្រាជ្ញាគាត់ទុកឲ្យសត្រូវកម្ចាត់គ្នាឯងសិនគាត់ទុកពេលវេលាបំបត្តិអ្នកការពារខ្លាំងហើយគាត់រងចាំបំណែកលបែង Stone ទាំងអស់បង្ហាញខ្លួនច្បាស់លើក្តារអុកពេលមើល Infinity War ម្ដងទៀតអ្នកនឹងមានអារម្មណ៍ថានោះមិនមែនគ្រាន់តែជាខ្មាំងសត្រូវដែលចូលមកវាយប្រហារទេតែគាត់គឺជាព្យុះដែលបានត្រៀមលក្ខណៈរាប់សិបដើម្បីបក់បោកយកគ្រប់យ៉ាងក្នុងពេលតែគាត់បានបង្ហាញឲ្យយើងឃើញថាការរងចាំដ៏យូរអង្វែងអាចបង្កើតជាលទ្ធផលដ៏រន្ធត់បំផុតបើសិនបើអ្នកដឹងថាពេលណាត្រូវតើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរតើមានហេតុផលផ្សេងទៀតដែលថានោះមិនព្រមចេញមុខយូរម្លេះទេឬក៏គាត់គិតពិតថាខ្លាច Odin មែនសាស្រមៃចុះបើ Odin និង The Ancient One នៅរស់តើ Infinity War នឹងទៅជាយ៉ាងណាខ្ញុំជឿថានោះប្រហែលជាត្រូវដេកគិតច្រើនយប់ទៀតមុននឹងហ៊ានមកក្បែរផែនដីនៅក្នុងពិភព MCU គ្មានអ្វីដែលកើតឡើងដោយចៃដន្យទេការរងចាំតែងតែមានអត្ថន័យនៅពីក្រោយហើយសម្រាប់ថានោះការរងចាំគឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតរបស់គាត់មុនពេលដែលគាត់ប្រើ Infinity Gauntlet ទៅទៀតអរគុណការតាមដានហើយចាំជួបគ្នានៅវីដេអូក្រោយហើយយើងនឹងជជែករឿងរ៉ាវស៊ីជម្រៅក្នុង MCU ម្ដងទៀតអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមដល់